សួរស្វាគមន៍ប្រិមិត្តមកកាន់វីដេអូថ្មីរបស់ខ្ញុំហើយស្វាគមន៍សម្រាប់បងប្អូនមួយចំនួនដែលអព្យាស្រ័យខំមួយរយៈពេលនេះដោយសារតែមានបញ្ហាបច្ចេកទេសកាមេរ៉ាវីដេអូហើយធ្វើមានការខកខាននឹងបានបញ្ចេញវីដេអូហើយហេតុផលទី2ដោយសារមួយរយៈនេះគឺខ្ញុំមានការងងឹយញាប់ពាក់ព័ន្ធទៅនឹងការងាររបស់ខ្ញុំមួយចំនួនចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីជីវិតគ្រួសារបងប្រុសម្នាក់តាមពិតគាត់ប្អូនខ្ញុំទេប៉ុន្តែខ្ញុំថាការគោរពការឲ្យតម្លៃគឺយើងហៅគាត់ថាបងប្រុសចុះអញ្ចឹងបងប្រុសហ្នឹងគឺមែនតើបច្ចុប្បន្ននេះគាត់វ័យប្រហែលជា35ឆ្នាំទេហើយគាត់បាននិយាយរៀបរាប់អំពីប្រពន្ធរបស់គាត់ណាគាត់ថាប្រពន្ធរបស់គាត់ចាស់មែនប៉ុន្តែចាស់មែនប៉ុន្តែខ្លាំងរហូតដល់គាត់ហ្នឹងគឺមនុស្សដែលពេញកម្លាំងទោសជាមួយប្រពន្ធគាត់សឹងតែមិនបានអញ្ចឹងសូមខន្តីអភ័យទោសទុកជាមុនប្រសិនបើខ្ញុំនិយាយទៅលើលួសជ្រុលជ្រោះដោយពាក្យសម្ដីការណាមួយសូមបងប្អូនអធិស្ឋានពីព្រោះការចែករំលែកសាច់រឿងនេះគឺក្នុងន័យទី1អាចចែករំលែកអំពីជីវិតគ្រួសារពិតហើយក៏ដូចជាចែករំលែកអំពីមេរៀនឬក៏បទពិសោធន៍របស់គ្រួសារមួយដើម្បីបងប្អូនគិតពិចារណាហើយមួយទៀតគឺខ្ញុំព្យាយាមឆ្នៃព្យាយាមហៅថាកែតម្រូវសាច់រឿងមួយចំនួនដើម្បីមានជាសាច់រឿងអប់រំខ្លឹមសារនៅក្នុងវីដេអូនេះចែកជូនបងប្អូនសម្រាប់បងប្រុសគាត់បាននិយាយចេះតាមពិតបងប្រុសគាត់ថាគាត់ជាប្តីទី3របស់ប្រពន្ធរបស់គាត់ហ្នឹងអញ្ចឹងគាត់បានប្រាប់ថាប្រពន្ធរបស់គាត់ហ្នឹងគាត់មានប្តីដំបូងគឺគាត់មានកូន2នាក់ហើយគាត់ថាកូន2នាក់គឺកូនប្រុសមួយកូនស្រីមួយហើយប្រពន្ធរបស់គាត់ហ្នឹងនិយាយថានៅពេលដែលគាត់រួមរស់ជាមួយប្តីដំបូងរបស់គាត់ហ្នឹងគាត់ក៏មិនដឹងហេតុផលអីដែរដោយសារគាត់ទើបតែមកក្រោយអញ្ចឹងគាត់ក៏មិនដឹងប្រវត្តិអតីតកាលប្រពន្ធរបស់គាត់យ៉ាងម៉េចដែរអញ្ចឹងគាត់ថាប្រពន្ធរបស់គាត់បានប្រាប់គាត់ថាការដែលគាត់លែងប្តីប្រពន្ធគឺដោយសារតែការរស់នៅមិនចុះសម្រុងគ្នាប៉ុន្តែគាត់ដឹងថាមូលហេតុអីទេចឹងអ្វីដែលមូលហេតុដែលគាត់មិនដឹងដោយសារអីដោយសារតែគាត់ទៅតែការជាមួយប្រពន្ធគាត់ដំបូងថ្មីថ្មងធម្មតាគេតែងតែនិយាយរឿងប្រវត្តិរឿងអតីតកាលឲ្យនាស្ដាប់ទៅវិញទៅមកចឹងណាបាទហ្នឹងអ្វីដែលបងប្រុសគាត់បានចែករំលែកគាត់ថានៅពេលដែលគាត់ដឹងអំពីប្រពន្ធរបស់គាត់ថាដីទី1គឺរស់នៅមិនចុះសម្រុងគ្នាបែបនេះហើយគាត់ក៏បានចែកផ្លូវគ្នាជាមួយនឹងដីរបស់គាត់ហ្នឹងទៅអញ្ចឹងបងស្រីគឺគាត់បានចែកផ្លូវជាមួយប្តីរបស់គាត់មុនហ្នឹងគឺនៅពេលដែលកូនរបស់គាត់ហ្នឹងនៅក្មេងដែរទេអាយុប្រហែលជា8ឆ្នាំ9ឆ្នាំឯងអញ្ចឹងនៅពេលដែលប្រពន្ធរបស់គាត់ហ្នឹងលែងដីរបស់គាត់ទី1ហ្នឹងទៅវាថាគាត់ក៏បានរស់នៅជាមួយកូនហៅថាគាត់រស់នៅជាមួយម្ដាយរបស់គាត់ទេរស់នៅជាមួយម្ដាយរបស់គាត់ហើយនឹងកូនតូចៗរបស់គាត់ហ្នឹងអញ្ចឹងនៅពេលដែលគាត់អស់ពីម្ដាយរបស់គាត់ហ្នឹងទៅមានថាបងស្រីហ្នឹងគាត់ក៏បានរើផ្ទះរបស់គាត់ធ្លាប់នៅជាមួយម្ដាយហ្នឹងគឺមកធ្វើផ្ទះនៅឯភូមិរបស់គាត់មួយផ្សេងទៀតប៉ុន្តែនៅក្នុងភូមិដដែលជាមួយនឹងគ្នាទេចឹងបន្ទាប់ពីអស់ពីម្ដាយរបស់គាត់ទៅបងស្រីគាត់ក៏បានធ្វើផ្ទះសម្បែងនៅភូមិមួយផ្សេងទៀតអញ្ចឹងនៅពេលដែលគាត់ធ្វើផ្ទះសម្បែងហើយហ្នឹងគាត់ក៏បានស្គាល់ដីទី2ចឹងប្តីទី2របស់បងស្រីហ្នឹងគឺគាត់ប្តីចាស់ហើយគាត់អាយុប្រហែលជា50ជាងក្បែរ60ហើយណាមួយគាត់ប្តីក្រោយទី2របស់គាត់ហ្នឹងគឺថាគេក៏មានកូនមានអីគេធំដែរគាត់អាយុ50 60ហើយហ្នឹងអញ្ចឹងបងស្រីគាត់ក៏យកលោកពូហ្នឹងធ្វើជាប្តីទី2ទៅអញ្ចឹងនៅពេលដែលបងស្រីហ្នឹងយកប្តីទី2ហ្នឹងគឺធម្មតាបងប្អូនគាត់
វ័យទៅតែ40ជាងមានថាបងស្រីគាត់ទៅនឹង45ហើយលោកពូនោះគាត់អាយុ50ជាងក្បែរ60អញ្ចឹងពេលខ្លះអាការរស់នៅការរំលែងគឺមិនបានទៅដល់ទេបាទហើយណាមួយប្តីក្រោយប្រកបទី2គឺចាស់ទៀតអញ្ចឹងវាថាបងស្រីគឺថ្ងៃគិតតែទៅមកទោះអឺប្រើប្រាស់ពាក្យសម្ដីគំរោះគំរើយឬក៏រហូតដល់ដៀលថ្មេះដេញប្តីទី2ប្រកបជាងផ្ទះទៀតបាទនៅអ្វីដែលតាមរយៈបងប្រុសគាត់បានចែកនិយាយថាប្រពន្ធគាត់បានប្រាប់រឿងអតីតកាលប្រកបគាត់ដឹងអស់ហើយបាទអត់លាក់ទេអញ្ចឹងវាថាបងស្រីហ្នឹងបានរស់នៅជាមួយលោកពូនោះបានប្រហែលជា5ឆ្នាំបាទបានប្រហែលជា5ឆ្នាំអញ្ចឹងខាងហៅថាកូនរបស់លោកពូហ្នឹងដោយសារតែគាត់គិតថាឪពុកគាត់រៀងចាស់ផងអីផងហើយពីពើហើយណាមួយមកយកប្រពន្ធក្រោយហ្នឹងគឺប្រពន្ធហ្នឹងអត់មើលថែមើលអីទៀតឯគិតតែហៅថាជាថ្មេះដេះដៀលឪពុករបស់គាត់ពួកគាត់ហ្នឹងទៅគាត់ក៏យកឪពុករបស់គាត់ទៅនៅជាមួយពួកគាត់វិញទៅអញ្ចឹងធ្វើឲ្យបងស្រីហ្នឹងគាត់ខ្លាចទៅជាស្ត្រីមេម៉ាយលើកទី2បាទអញ្ចឹងនៅពេលដែលគាត់ខ្លាចទៅជាស្ត្រីមេម៉ាយទី2មានថាបងស្រីគឺគាត់អត់ខ្វល់ខ្វាយអត់គិតគូរថាកូនគាត់នឹងមានបាយទឹកមានលុយចាយបាទអីអត់គាត់អត់សូវខ្វល់អត់សូវខ្វាយបាទគឺគាត់មើលថាអត់មានលុយចាយគាត់លក់ដីមកកន្លែងចាយព្រោះកាលហ្នឹងដីរបស់គាត់ច្រើនកន្លែងណាបងប្អូនបាទ5 6កន្លែងដែរមានសារតែពេលកខាងម្ដាយបង្កើតរបស់គាត់ចែកឲ្យផងហើយចំណែកខាងម្ដាយក្មេងគាត់ពីមុនចែកឲ្យគាត់ខ្លះទៀតទុកឲ្យកូនគាត់ហ្នឹងអញ្ចឹងនៅពេលដែលគាត់កុនលុយកុនកាក់គាត់តែងតែលក់ដីគេឲ្យកូនដើម្បីចាយហើយនៅពេលដែលគាត់លក់ដីគេឲ្យកូននឹងចាយទៀតបងប្អូនគាត់អត់មានគិតគូរថាគាត់ត្រូវយកចំណែកណាមួយមកសន្សំទុកនៅពេលដែលគាត់ឈឺស្កាត់ឬគាត់យកលុយចំណែកណាមួយឲ្យថាមកដំដំខ្សែកឲ្យកូនស្រីរបស់គាត់ដើម្បីពាក់ជាការលម្អពីព្រោះកូនរបស់គាត់គឺវ័យជំទង់ដែរបងប្អូនទង់អាយុ11 12ឆ្នាំដែរអញ្ចឹងគាត់អត់ខ្វល់ខ្វាយគឺនៅពេលដែលបានលុយមកគាត់គិតតែដើរលេងបែងហាត់ស៊ីបាទច្រៀងរាំអញ្ចឹងនេះជីវិតរបស់គាត់គឺបែបហ្នឹងហើយមិនត្រឹមតែច្រៀងរាំបែបហ្នឹងទេបងប្អូនគឺមានថានៅពេលដែលគាត់ត្រូវជាមួយបរិសណាឬក៏ត្រូវជាមួយពូណាក្នុងស្រុកក្នុងភូមិមិនថាក្មេងជាងគាត់ឬក៏ដំណើរគាត់ឬក៏ចាស់ជាងគាត់គឺថាគាត់តែងតែប្រព្រឹត្តរឿងថាបែបរឿងស្នេហាខុសប្រពៃណីឬក៏ក្រៅត្រូវការឯងបាទអញ្ចឹងនៅពេលដែលគាត់រស់នៅជីវិតរបស់គាត់បែបហ្នឹងបានបែរជា3ឆ្នាំក្រោយមកអញ្ចឹងវ័យរបស់គាត់ចាប់ដើមចូលដល់50បងគាត់អាយុ50មែនបងប្អូនប៉ុន្តែហៅថាមនុស្សគាត់គឺមនុស្សមានហេតុអត់ហើយសម្បល់រៀងសអញ្ចឹងហៅថាសាច់ឈាមរបស់គាត់គឺមិនជាចាស់ទេបងហើយតែសាច់ចាំងល្មមដែរប៉ុន្តែហៅថាមុខគាត់រៀងមានជាប់តិចដែរប៉ុន្តែគាត់ make up គាត់លិបសើទៅគឺស្អាតដូចនារីមួយចំនួនគឺអាចចាញ់គាត់ដែរបាទអញ្ចឹងនៅពេល13ឆ្នាំក្រោយហ្នឹងគឺគាត់ក៏បានទំនាក់ទំនងស្គាល់បុរសក្រោយនេះដែលជាប្តីទី3របស់គាត់នេះហើយប្តីទី3របស់គាត់ហ្នឹងបងប្អូនគឺក្មេងមែនទែនអាយុប្រហែលជាការជំនាន់ប្រហែលជាទើបតែ30ឆ្នាំទេបងប្អូនបាទហើយគឺជាមនុស្សប្រុសដែលថាមានធំក៏ពោះគឺបានបាទមានថា1.7 ម៉ែត្របាទគីឡូអាចថាគីឡូ7គឺ7ជាងដែរហើយមានគាត់ដាំងហ្មងបាទហើយបងស្រីគឺមានគាត់ទេអញ្ចឹងនៅពេលដែលគាត់ជួបបានប្តីទី3ហ្នឹងហើយវាថាគាត់ស្គាល់គ្នាតាមរយៈទូរស័ព្ទបាទគឺ call តាមរយៈការច្រឡំលេខហើយគេថាពេលច្រឡំលេខគឺពួកឲ្យគាត់ទាំងពីរនេះគឺហាក់បីដូចជាពាក់កាឡាគ្នានិយាយទៅដូចជាចោះសម្រុងគ្នាអ
ចឹងនៅពេលដែលគាត់ស្គាល់គ្នាបានប្រហែលជា2ខែដល់3ខែបងស្រីហ្នឹងគាត់ក៏បានសែនជាមួយដីទី3គាត់ទៅអញ្ចឹងមានថាបងអូនពុកម្ដាយខាងប្រុសគឺគេមកដើម្បីប្រកបកិច្ចដើម្បីសែនឲ្យមកខាងបងស្រីអញ្ចឹងណាដើម្បីរៀបចំជាមួយកូនចៅគាត់ដែលគាត់មកការឲ្យណាអញ្ចឹងប្តីទី3របស់គាត់គឺជាប្តីក្មេងហើយប្តីក្មេងគាត់ថាមកទេប្តីក្មេងគឺគាត់និយាយថាប្រពន្ធរបស់គាត់ចាស់មែនតែចាស់នេះចាស់ខ្លាំងចាស់អេមគាត់ថាបើមកយប់បើមិនបានឲ្យ2ទេគឺប្រពន្ធគាត់មិនព្រមអូនឲ្យបាន2គឺប្រពន្ធគាត់គឺកេះគៀវឬក៏ហៅថាធ្វើមិនឲ្យតែបាន2បានគ្រប់បាទអញ្ចឹងនៅពេលដែលគាត់បានដីទី3ទៀតបងប្អូនគឺគាត់ព្យាយាមលក់ដីមួយកន្លែងទៀតលក់ដីមួយកន្លែងហ្នឹងបានប្រហែលជា$7,000អញ្ចឹងនៅពេលដែលគាត់បានប្តីទី3នេះដូចតែមុនអញ្ចឹងកូនរបស់គាត់កូនបងស្រីហ្នឹងគឺគាត់អត់ខ្វល់ខ្វាយមានថាកូនបងចង់ឯងធ្វើការងារអីឯងមានលុយមានកាក់ចាយក៏គាត់អត់ខ្វល់ដែរចឹងមានថាកូនទី2សំទោសកូនច្បងគាត់គឺគ្នាវាបាក់ទឹកចិត្តដែរបងប្អូនធម្មតាគឺគេហៅថារស់នៅបែបរងាឯកាឪពុកក៏តែមានប្រពន្ធថ្មីមួយទៀតរីឯគាត់រស់នៅជាមួយម្ដាយហ្នឹងក៏ម្ដាយហ្នឹងមានប្តី1ប្តី2ប្តី3អញ្ចឹងកូនរបស់បងស្រីគឺរស់នៅជាមួយអ្នកដទៃឯងមិនរស់នៅជាមួយអ្នកដទៃបងប្អូនមានថាពេលយប់ឡើងគឺដេកផ្ទះអ្នកចិត្តខាងហ្នឹងឯងអត់ហ៊ានដេកផ្ទះម្ដាយទេពីព្រោះខ្លាចឪពុកចុងទី3ធ្វើបាទហើយចំណែកកូនស្រីបងស្រីនោះវិញគឺគាត់មានបញ្ហាភ្នែកឡើងក្រហមនៃអីគឺគាត់ក៏អត់ខ្វល់ខ្វាយថាត្រូវមានលុយមានកាក់ឲ្យត្រូវជូនកូនគាត់នឹងទៅពេទ្យដើម្បីព្យាបាលភ្នែកគ្នាក៏អត់បាទហើយមានលុយកាក់ហ្នឹងគឺទិញម៉ូតូល្មមឲ្យកូននឹងជិះទៅរៀនទៅសាលាអីក៏អត់ចាំមានថាលុយដែលគាត់លក់បានហ្នឹងគឺគាត់គិតតែមកបងប្អូនសុខភាពប្តីប្រកបគិតតែដើរលេងបែងស៊ីចាយហើយនឹងរំច្រៀងនេះបងប្អូនចាំមានជីវិតរបស់គាត់ដូចជារីចាំប្តីក្រោយរបស់គាត់ហ្នឹងគឺក្មេងហើយហៅថាកម្លាំងពេញបឹកចឹងប្តីក្មេងហ្នឹងគឺគាត់ប៉ុនដើម្បីតែបំពេញនៅបំណងតណ្ហារបស់គាត់ឬក៏ហៅថាការកេងនៅជាមួយគាត់ចឹងស្រាប់តែថ្ងៃមួយហ្នឹងវាមិនដឹងមានហេតុការណ៍អីកើតឡើងបងប្អូនខ្ញុំឮអ្នកចិត្តខាងដែលត្រូវជាបងរបស់ដីអនមីនេះគាត់បានប្រាប់ថាគឺប្តីទី3ប្តីក្មេងរបស់បងស្រីហ្នឹងគាត់ផឹកស៊ីសបឹងចៃដន្យកូនបងស្រីហ្នឹងគាត់មកផ្ទះគាត់ក៏សួរមកថាមានថាបងប្អូនគាត់និយាយបែបអាមហ្នឹងគាត់ស្វងហើយគាត់ថាហើយមានឃើញម៉ែឯងអត់ដែរគាត់និយាយបែបអាមហ្នឹងចឹងបាទពេលនោះអូនប្រុសម្នាក់ដែលត្រូវកូនមីងហ្នឹងគាត់ថាពូឯងអត់ដឹងផងឲ្យខ្ញុំដឹងខ្ញុំមិនដឹងព្រោះពូឯងនៅមួយគាត់រាល់ថ្ងៃបាទអញ្ចឹងមានថាកូនប្រុសហ្នឹងគាត់បានឆ្លើយទៅឪពុកចុងគាត់អញ្ចឹងពេលនោះឪពុកចុងគាត់ថាអីបានសួរឯប៉ុណ្ណឹងឯងចាំបាច់និយាយបែបសោកសៀតចេះមួយចុះពីរបាទអញ្ចឹងបងប្អូនទាំងស្រាប់ក៏មិនដឹងទៅសបឹងកាលណានិយាយរឿងលើមកទៀតបានទេអញ្ចឹងអត់ដឹងថាអូនប្រុសតែជាកូនចុងហ្នឹងគាត់និយាយទៅជាមួយឪពុកចុងគាត់តលេខតកើតមិនទេគឺឪពុកចុងគឺក៏បានស្ទុបទៅវាយកូនចុងរបស់គាត់ហ្នឹងវាយផងទាត់ធាក់ផងបាទចឹងនៅពេលដែលវាយទាត់ធាក់ហ្នឹងគឺឪពុករបស់អូនមួយដែលត្រូវជាកូនរបស់បងស្រីហ្នឹងបាទគាត់ក៏បានមកមើលកូនគាត់បាទបើតែគាត់លែងរះជាមួយប្រពន្ធគាត់មែនប៉ុន្តែពាក់ព័ន្ធនឹងកូនគាត់ទាំងពីរគឺគាត់តែងតែឲ្យលុយឲ្យកាក់ចាយខ្លះហើយគាត់តែងតែមាននំមានចំណីហ្នឹងគាត់តែឧស្សាហ៍ផ្ញើឲ្យដែរសារគាត់
ទៅយកប្រពន្ធក្រោយមែនមិនដែរគាត់នៅគិតគូរដល់កូនគាត់ខ្លះដែរអញ្ចឹងទៅពេលដែលឪពុករបស់អូនប្រុសអ្នកនឹងមកហើយមីងមីអីនៅដែលជាមីងមីសាច់កើតខាងឪពុករបស់ប្អូនប្រុសដែលត្រូវពុកចុកក្នុងវាយហ្នឹងគេក៏បានប្តឹងមកកិច្ចហើយពេលមកកិច្ចក៏ចាប់អីហ្នឹងជូនទៅតុលាការឲ្យថាប្រើអំពើហិង្សាបង្កគ្រោះថ្នាក់អញ្ចឹងទៅពេលដែលដីរបស់គាត់ហ្នឹងទៅហើយត្រូវជាប់ពន្ធនាគារបាទត្រូវជាប់ពន្ធនាគារហ្នឹងគឺបងស្រីហ្នឹងក៏គាត់តែងតែញ៉ាលុយផ្ញើកាក់ឬក៏តែងតែសួរសុខទុក្ខដីរបស់គាត់រហូតនៅពន្ធនាគារហ្នឹងគេថា3ខែឬក៏2ខែទៅម្ដងចឹងបងប្អូនបាទចឹងគាត់តែងតែទៅមើលហោហាជាប្រចាំហើយរហូតដល់គាត់និយាយពាក្យបោះសម្ដីថាអញ្ចេះនឹងតាមរយៈបងប្អូនឬក៏អីអ្នកកណ្ដោអ្នកគុំខាងឪពុករបស់កូនគាត់បាននិយាយថាមកកូនទៅគិតគូវាអីទេគិតគូរឿងក្តីដីវាចេះធ្វើវាចេះឲ្យស្រួលបាទហ្នឹងគាត់និយាយបែបអាភិបបែបហ្នឹងបងប្អូនខ្ញុំសូមទោសផងចំពោះវីដេអូខ្ញុំមិនចង់និយាយបែបហ្នឹងតែគាត់ថាទោះបីមិនក៏យើងនិយាយបែបពាក្យសំរុំតិចទៅដើម្បីកុំឲ្យហៅថាកូនឬក៏អីរឿងហ្នឹងវាមើលរត់តាមឬក៏កុំឲ្យអ្នកភូមិគាត់វាយតម្លៃអញ្ចឹងនៅពេលដែលប្តីរបស់គាត់ចេញមកគុកវិញមានថាគាត់បានជាប់ពន្ធនាគារទៅតាមច្បាប់ដាក់ទោសទណ្ឌហើយបានចេញវិញអញ្ចឹងពេលដែលបានចេញវិញហ្នឹងគឺប្តីទី3របស់គាត់ដដែលហ្នឹងគឺហាក់បីដូចជាកែខ្លួនកែចរិតបន្តិចបងប្អូនមានថាកាលមុនគឺឆាវបាទតែផឹកស៊ីញ៉ៃហ្នឹងគឺវាយគ្នាត្រាវវាយអ្នកភូមិវាយគ្នាមួយអ្នកចិត្តខាងហ្នឹងអញ្ចឹងលើកទី2នេះគឺនៅពេលដែលរួចពីពន្ធនាគារហើយគាត់រៀងកែខ្លួនបន្តិចហើយគាត់ចាប់ដើមហៅថាចាស់ចិត្តចាំបន្តិចគាត់ចាប់ដើមរកការធ្វើរកអីចឹងណាបាទជិះខ្ញុំសូមបញ្ចប់រឿងសង្ខេបត្រឹមប៉ុណ្្នេះហើយសង្ឃឹមថាបងប្អូនបានទស្សនាវីដេអូនេះសម្រាប់ការពិចារណាវាម្យ៉ាងដែរសម្រាប់សាច់រឿងរបស់បងស្រីឬក៏បងប្រុសក្នុងគ្រួសារនេះខ្ញុំគិតថាទោះបីយ៉ាងណាក៏ដោយខ្ញុំជឿជាក់ថាអ្នកណាក៏ដោយក៏មិនចង់មានប្តី1ប្តី2ប្តីទី3ដែរប៉ុន្តែធ្វើយ៉ាងម៉េចបើសិនបើវាសនាឬក៏វាតម្រូវធ្វើឲ្យជីវិតរបស់គាត់បែបហ្នឹងប៉ុន្តែសង្ឃឹមថាបងប្អូនកុំយកគំរូតាមបងស្រីនៅចំណុចដែលមិនល្អហើយយើងត្រូវយកមេរៀនជីវិតរបស់គាត់នេះដើម្បីមកពិចារណាដើម្បីឲ្យគ្រួសាររបស់យើងរស់នៅសុខដុមរមនាជឿជាក់ថាតម្រូវការរឿងផ្លូវភេទវាពិតជាសំខាន់មិនថាមនុស្សប្រុសមិនថាមនុស្សស្រីហើយនៅដល់ពេលដែលវ័យមួយដែលយើងត្រូវផ្លឹងថ្លែងមានថាមុខរបររកស៊ីក៏យើងរកតម្រូវការរឿងការគេងនៅរឿងផ្លូវភេទក៏យើងត្រូវគិតការផ្ដល់ភាពកក់ក្ដៅទៅដល់កូនចៅការផ្ដល់នៅជំហរនៅក្នុងគ្រួសារសម្រាប់ប្រពន្ធសម្រាប់កូនចៅគឺជារឿងសំខាន់បាទអញ្ចឹងម្នាក់ការកសាងគ្រួសារមួយប្រកបដោយសុភមង្គលប្រកបដោយភាពរីករាយជឿជាក់ថាវាមិនមែនជាការលំបាកទេហើយវាក៏មិនមែនជារឿងងាយនោះដែរអញ្ចឹងវាអាស្រ័យទៅលើបុគ្គលម្នាក់តែងតែត្រូវការនិយាយត្រូវការវិភាសាគ្នារៀបចំផែនការគ្រួសារមួយបាទដែលយើងអាចដើរដំណើរជីវិតមួយដ៏វែងឆ្ងាយដើម្បីធ្វើឲ្យគ្រួសារហ្នឹងគឺមានសុភមង្គលហើយអាចរស់នៅជាមួយគ្នាប្រកបដោយថាការយល់ទុកចិត្តការជឿជាក់ហើយនឹងការផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមកសូមអរគុណច្រើនចំពោះបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំពីចុងក្រោយសូមបងប្អូនជួយចុច Subscribe នៅវីដេអូរបស់ខ្ញុំមួយដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់ខ្ញុំសូមអរគុណ